ជួបហើយគ្រួសារអ្នករស់ស៊ីដែលធ្លាប់ក្រធ្លាប់តំបាក់ដៃជើងគាត់គឺញាប់ដូចម៉ាស៊ីនដេរចឹងឃើញគាត់ចិត្តផ្លែកន្ទឹមនេះអត់អ្នកទាំងអស់គ្នាពុកម៉ែបងប្អូនមើលមកគឺញាប់ឈ្មេហ្មងនិយាយទៅភ្ញៀវមកភ្លាមគឺគាត់តម្រូវចិត្តធ្វើម៉េចភ្ញៀវដូចស្ដាច់គាត់ចឹងត្រូវតែធ្វើឲ្យញាប់គ្រួសារគាត់នេះពិតជាប៉ិនប្រសពមែនចាស់ថាចេះអីចេះប្រកាសការចិត្តផ្លែឈើគាត់គ្រាន់តែឃើញគឺដឹងហ្មងគាត់ថាគាត់រស់ដោយសារតែរបបផ្លែឈើសាមញ្ញនឹងក្រោកពីម៉ោង 5 កន្លះព្រឹកឡើងគឺគាត់មានរៀបចំលក់ហើយនិយាយទៅគាត់តែឃើញការរៀបចំផ្លែឈើការចិត្តរបស់គាត់គឺអ្នកជំនាញទឹកផ្លែឈើស្រស់ហ្មងហើយគាត់មានរសជាតិរសជាតិសាច់ស៊ីរបស់គាត់មិនទៀតហើយញាប់ដូចម៉ាស៊ីនដេរចឹងនិយាយទៅគឺអ្នកស្រឡាញ់លុយហ្មងនិយាយសួរស្ដាប់គឺអ្នកស្រឡាញ់លុយអ្នករស់ស៊ីអ្នកជំនាញគឺគ្រួសារគាត់នេះជាឧទាហរណ៍យ៉ាងល្អឲ្យអ្នកទាំងអស់គ្នាយល់ថាអ្នកខ្លះគាត់ខំណាគាត់ធ្លាប់អត់គាត់ធ្លាប់ពិបាកអញ្ចឹងគឺគាត់ខំមែនតើទឹកអាឡឹកគាត់នេះគឺគាត់ free ជូនសម្រាប់ម៉ោង 2 10 ដល់ម៉ោង 1 ទិញមួយថែមមួយគឺគាត់ថែមទឹកអាឡឹកហ្នឹងឲ្យហើយគាត់មានជាប្រភេទទឹកផ្លែឈើរបៀបទឹកបន្លែទឹកអីរបៀប detox នេះអីហ្នឹងគឺគាត់មានទាំងអស់ប៉ុន្តែញ៉ាំទៅគឺមានជាតិហ្មងហើយគាត់ថាអ្វីដែលគាត់ចាញ់គេមួយដែលគាត់រស់ស៊ីគឺគាត់ចាញ់រឿងតម្លៃគាត់ថាតម្លៃគាត់អាចធូរដូចគេបានទេតម្លៃគាត់គឺពិសេសហ្មងអ្នកធ្លាប់ញ៉ាំគឺដឹងហើយអ្នកនៅម្ដុំសាលារចនាចិត្តវត្តសារាវ័នចិត្តអីហ្នឹងគឺស្គាល់កន្លែងគាត់កន្លែងអ៊ីកំហៀងដែលគាត់លក់ទឹកផ្លែឈើស្រស់ម៉ោង 5 កន្លះព្រឹកឡើងគាត់មានហើយនេះម្ដបជើងអ្នកខ្លះគេញ៉ាំយករៀងស្អាតសិចស៊ីរៀងស្វែលមួយគាត់សិតតែអ្នកសាច់ស្អាតអ្នកចូលចិត្តកន្លែងគាត់ហើយមួយគាត់ភិកច្រើនគឺតេមកទិញហ្មងរឿងហើយកន្លែងគាត់គឺលក់សាមញ្ញអញ្ចឹងនៅផ្ទះគាត់បែបសាមញ្ញទៅដល់អត់សូវឃើញមានភ្ញៀវអីប៉ុន្តែលក់ដាច់ណាស់ទឹកផ្លែឈើរបស់គាត់អញ្ចឹងមកថាស្គាល់កន្លែងគាត់ទាំងសាច់ស្អាតទាំងសុខភាពហើយនេះនិយាយទៅមនុស្សដែលថាធ្លាប់រស់ស៊ីឃើញគាត់ទៅសេអសបដៅកូនចៅគាត់ក៏មានលក់នេះលក់នោះនៅពេញផ្ទះស្អីក៏លក់ដែរអញ្ចឹងមកថាអ្នករស់ស៊ីជីវិតអ្នករស់ស៊ីខ្សែស្រឡាយអ្នករស់ស៊ីគឺចរិតគេចេញមកគឺយើងមើលមកគឺដឹងហ្មងហើយសំបីតការចិត្តផ្លែឈើរៀបចំរបស់គាត់គឺថ្នឹកដៃគ្រាន់តែឃើញការចិត្តផ្លែកន្ទឹមរបស់គាត់គឺយើងដឹងហ្មងថានេះមិនគ្រួសារលំទេខំណាស់អញ្ចឹងមកថាគាត់ថាគាត់កើតមកជាតិនេះគាត់កើតមកក្រមែនប៉ុន្តែគាត់មិនអោយក្រដោយសារតែរឿងរស់ស៊ីប៉ុណ្ណឹងឯងគាត់ថាគាត់មិនចេះអីមែនប៉ុន្តែរឿងផ្លែឈើនេះមួយគឺគាត់ច្បាស់ហ្មងអ្នកទាំងអស់គ្នាដែលជាមួយគាត់ដឹងតែមិនខកចិត្តទេរឿងសេវាកម្មញាប់លឿនហើយលះលហួនតេរើងអញ្ចឹងគឺដឹងតែដឹកឲ្យភ្ញៀវ free ទៀតសេវាកម្មឲ្យទៅនៅចិត្តម្ដុំគាត់កូនចៅគាត់ដឹកយកឲ្យភ្លាមហ្មងអ្នកនៅសាលារចនាអ្នកនៅមួយធនាគារអីម្លុកផ្សារថ្មីផ្សារអីហ្នឹងទេមកគឺគាត់ដឹកយកទៅឲ្យវឹងអញ្ចឹងអ្នកដែលជាមួយជួយខមមិនចេញជាភ័ស្តុតាងមកថាគាត់ពិតជាអញ្ចឹងមែនអត់ព្រោះខ្ញុំទៅអង្គុយថតគាត់ប្រហែលម៉ោងសង្កេតទៅគឺគ្រួសារគាត់អញ្ចឹងមែនហើយចិត្តផ្លែឈើចិត្តអីគឺបងស្រីគាត់ជំនាញណាចិត្តម្នាស់ចេញមកនេះភ្នែកម្នាស់ឲ្យឆ្វាត់និយាយទៅគឺគាត់ថ្នឹកហ្មងគាត់ប្រខែនិយាយទៅខ្ញុំមកដែរឃើញនេះជាគ្រួសារមួយដែលជាឧទាហរណ៍សម្រាប់អ្នកទាំងអស់គ្នាមុននឹងចង់រកស៊ីអីក៏ដោយគាត់ជំនាញរាប់ម៉ោងហើយបើគុណជាម៉ោងទៅព្រោះឆ្នាំគាត់ធ្វើ19ឆ្នាំហើយរបរនេះអញ្ចឹងបើគុណជាម៉ោងគឺរាប់ម៉ឺនម៉ោងហើយអញ្ចឹងមិនធម្មតាទេរកស៊ីអីក៏ដោយគឺត្រូវតែមានភាពថ្នឹកមានភាពប៉ិនប្រសប់ផ្ចិតផ្ចង់ប្រយ័ត្នប្រយែងយកចិត្តទុកដាក់ជាមួយភ្ញៀវនិយាយទៅភ្ញៀវមកគឺពេលខ្ញុំថតអញ្ចឹងពេលភ្ញៀវមកគឺគាត់រត់វឹងទៅធ្វើឲ្យភ្ញៀវគាត់គ្មានខ្វល់មួយយើងអ្នកថតអីណាឯងចង់ថតអីថតលក់ដូរសិនធ្វើម៉េចឲ្យភ្ញៀវគឺគាត់បានទទួលទឹកផ្លែឈើគាត់លះពួកអីកន្លែងផ្ទះគាត់រៀងពិបាកចតឡានអញ្ចឹងភ្ញៀវគាត់តែជិះកាត់ពឹបឈប់មួយផ្លេតយកអីគឺគាត់រត់ទៅគៀបឲ្យយកទៅឲ្យភ្លាមហ្មងខ្ញុំទៅសារហើយនេះផ្លែឈើរបស់គាត់ដាក់ចានរៀបមកស្អាតមកឈុតចឹងគឺគាត់យកទៅកិនគឺគាត់មានថ្ងៃមានពេលរបស់គាត់ក្នុងមួយអាទិត្យគឺគាត់មាន7ថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4អញ្ចឹងមួយគាត់អ្នកខ្លះគេញ៉ាំឆ្លាស់គ្នាកុំឲ្យតលាន់អញ្ចឹងគឺគាត់មានឈុតរបស់គាត់មានឈុតថ្ងៃទី1ដល់ថ្ងៃទី7អញ្ចឹងទៅហើយគាត់មានចាប់ពី8000 10000 12000 14000ទឹកផ្លែឈើគាត់គឺគាត់មានតម្លៃទាំងអស់គាត់ថាអាពិសេសរបស់គាត់នេះភាគច្រើនតម្លៃ14000ហើយមានទឹកការ៉ុតទឹកអីចឹងទៅអ្នកដែលគេធ្លាប់ញ៉ាំប្រភេទទឹកផ្លែឈើស្រស់ទឹករបស់ដែលល្អគឺគេថាតម្លៃនឹងអត់អីទេមកគាត់ប៉ុន្តែអ្នកដែលគាត់យើងទាំងខ្ញុំនឹងគេ14000នេះរៀងច្រើនដែរប៉ុន្តែអ្នកស្រឡាញ់សុខភាពអ្នកម៉ួយគាត់ក៏ថាគាត់ពិបាកផ្លែឈើនេះបើថាលក់តើតែច្បាស់តើតែស្រស់តើតែរក្សាទុកត្រឹមត្រូវតើតែអីដែរណាមិនមែនចេះតែគៀបយកលុយទេបើគាត់មានតាក់តិចបើគាត់ត្រឹមត្រូវហើយពិសេសគឺតាក់មួយទិញមួយថែមមួយម៉ោង 2 10 ដល់ម៉ោង 1តែ1ម៉ោងទេគឺគាត់លក់តែ1ម៉ោងហ្នឹងហើយកុំភ្លេចអ្នកនរគ្នាអ្នកស្រឡាញ់សុខភាពរបៀប detox បន្លែអីហ្នឹងគឺគាត់មានទាំងអស់មានខ្ញីមានអីមានរបៀបរបស់ដែលញ៉ាំទៅគឺវាជួយលាងកាពះពោះវៀនជាងហើយគាត់ថាទឹកផ្លែឈើគៀបរបស់គាត់ញ៉ាំមួយដបហ្នឹងគឺទប់អាហារឲ្យយើងឃ្លានបាន4ម៉ោងអញ្ចឹងម្នាក់ទាំងអស់គ្នាចូលចិត្តគឺ
đang ở trời rồi về khai dương trong sầm rọ cả lô do riêng xoay lấy ai nhằm bà qua tới bàn tay có tha bà trong sầm rọ cả lô cứ nhằm hai bên nhằm mà hai xe nhá nè tục buôn màu ra màu nó cứ cùng nhằm ấy dương nhằm mà nâng tới đầm bay tục còn mọi dương clean ấy xe còn mọi nhằm mà nâng hai có tha tay nhằm là bỏ ấy bài ấy na sạch chụp ấy khăn ấy na tiền nó có thao à nâng lại cả lô lừa đảo mà bàn tay bà thầm đâm mà nhằm mà ní có tha đăng ta sọ mong có riêng xa ra vậy thôi có tha nhằm mà ní cứ nẹp môi quật này khai riêng xa mình tên máu xí xoe xa đó nè hay mình nói kia xa mấy bà kia phát ra tức lại tức ấy na miền tăng piประเภทขยประเภทโกรธประเภทปอมคิวประเภทไอ้นาตั้งปีมแร่ตั้งไอเดียจราให้ปลายเชื่อบอกว่านี่การเรียบจอมบอกว่าตุกตะลุเรียงรอปรึกมองปรามกับล้างคือเมียnàyพวกไม้บองโอนมันเนี่ยสลายจักรเพียบเนี่ยนำดมนั่นคือไอ้กระมองเตะกอดมาเริงได้กอดดักเอาเปลี่ยมเอาคนจราบ๊ายบาย